Mực đắng bị ạt cầm băngในទឹកភ្នែកទាំង3ប្រភេទនិងមូលហេតុដែលការយំអាចជួយឲ្យសុខភាពផ្លូវកាយនិងផ្លូវចិត្តរបស់អ្នកប្រសើរឡើងនោះគឺការយំដោយសារអារម្មណ៍ក្នុងចំណោមសត្វលោករាប់លានប្រភេទមានតែមនុស្សម្នាក់គត់ដែលមានសមត្ថភាពអស្ចារ្យនេះទឹកភ្នែកអារម្មណ៍ថ្នាំបំបត្តិការឈឺចាប់ធម្មជាតិនេះគឺជាចំណុចដែលប្លែកបំផុតព្រោះមនុស្សគឺជាសត្វលោកតែមួយគត់ដែលយំដោយសារអារម្មណ៍មូលហេតុដែលវាត្រូវបានគេហៅថាជាថ្នាំបំបត្តិការឈឺចាប់ការសិក្សាបង្ហាញថាទឹកភ្នែកអារម្មណ៍មានផ្ទុកជាតិអរម៉ូនបង្កក stress ខ្ពស់ជាងទឹកភ្នែកធម្មតានៅពេលដែលយើងយំរាងកាយកំពុងបញ្ចេញជាតិគីមីទាំងនោះចេញមកក្រៅដែលធ្វើឲ្យយើងមានអារម្មណ៍ថាធូរស្រាលភ្លាមទឹកភ្នែកប្រតិកម្មគឺជាទឹកភ្នែកដែលហូរចេញមកភ្លាមដើម្បីលាងជម្រះភ្នែកនិងការពារពីការរំខានផ្សេងដូចជាផ្សែងធូលីដីឬជាតិហឹរពីខ្ទឹមបារាំងទឹកភ្នែកផ្ដោះសំណើមគឺជាស្រទាប់ទឹកភ្នែកដែលនៅជាប់ភ្នែកជានិច្ចទោះបីជាយើងមិនយំក៏ដោយវាមានតួនាទីការពារភ្នែកពីភាពស្ងួតលាងសម្អាតមេរោគនិងធូលីដីតាមបែបធម្មជាតិការយំយូរទៅធ្វើឲ្យរាងកាយបញ្ចេញសារធាតុអុកស៊ីតូស៊ីននិងអង់ដូហ្វីនសារធាតុទាំងនេះមានតួនាទីដូចជាថ្នាំបំបត្តិការឈឺចាប់ធម្មជាតិដែលជួយឲ្យអារម្មណ៍និងរាងកាយមានភាពស្ងប់ស្ងាត់និងកាត់បន្ថយការឈឺចាប់ទាំងផ្លូវកាយនិងផ្លូវចិត្តលើសពីនេះទៅទៀតការយំគឺជាសញ្ញាដែលបង្ហាញប្រាប់អ្នកដទៃថាយើងកំពុងត្រូវការលួងលោមដែលជួយពង្រឹងទំនាក់ទំនងនិងការយោគយល់គ្នាក្នុងសង្គមមនុស្សជាចុងក្រោយខ្ញុំសូមអរគុណបងប្អូនដែលបានទស្សនាបើសិនជាបងប្អូនមិនទាន់បានធ្វើការ like ឬ follow page សូមបងប្អូនធ្វើការ like ឬ follow page ម្នាក់មួយផងដើម្បីជាកម្លាំងចិត្តសូមអរគុណ